Liberty Cap. This mount is Liberty Cap. Is it Liberty Mutual? No. Devil's Thumb. Made by Yara. I'm way more buck money. More buck money. Devil's Thumb. So they have Pallet Springs. ហើយនៅលើនោះមានទឹកពុះចេញមកពីក្នុងថ្មបណ្ដោយអូខេទឹកពុះមកពីក្នុងថ្មនៅតំណេះសោះហើយក្តៅមនុស្សបាត់បានទេទលាក់កន្លែងនេះគឺទឹកពុះក្តៅខ្លាំងណាស់ចេញមកហើយហូរចុះមកមានមីក្របថ្មីមីក្របតូចៗដែលវាចូលចិត្តក្តៅបានជាពណ៌វាកាត់ជាផ្កាឈូកចេះ The microorganism are called thermophils. They like hot. So microorganism give it that color. Otherwise it will be all white like that. Hay មានដើមឈើអីរស់បានទេក្តៅកន្លែងនេះមានតែហូរមកនេះទឹមតកកទឹមផុតខែតកកឯងផ្លូវខ្លះគេមិនទាន់បើកផងកន្លែងមានតែស្មៅមកចាប់ឲ្យអាចរស់បាន We're in Yellowstone Mammoth Springs but it rained so get in the car cooking lunch Snack. We always snack. Many snacks. The rain stopped, but we just got our snack cooked, done. So we'll eat, and then we're good to go. There's a lot to go around, a lot of walk path. Round 2, going again after snack. There's a lot to cover here. Just this is one hot spring called Mammoth Springs, and it's all these walk paths up and down around. We got Macam lang តាមចដានេះមកហើយម្ដងកន្លែងនេះបែកទៅក្រោយក៏បានមកខាងនេះក៏បានឬទៅស្ដាំទៀតក៏បានតែស្ដាំឡើងទៅខ្ពស់ជាងមើលអីផ្សេងកន្លែងនោះមាន hot spring មួយទៀតដែរនោះឲ្យផ្សេងប៉ុន្តែយើងទៅមើលអាមួយយើងឃើញពីព្រឹកមិញផ្លែតសិនហើយកន្លែងនេះដើរឡើងភ្នំឆាប់ហត់ព្រោះអីប្រហែល 7,000 feet elevation ស្រាប់អញ្ចឹងហើយ oxygen អត់សូវមានយើងដែរយើងចាស់ដែរហើយយើងក៏ឡើងចដាមកបន្តិចឆាប់ហត់ទៅចង់នោះសិន rest stop yes looking up again មានកន្លែងសម្រាប់បើសិនជាយើងហត់ហើយនេះយើងឃើញពីក្រោមពីព្រឹកមិញមុនភ្លៀង We're gonna go up here then go over there then go over there ចិត្តដល់កន្លែងខ្ពស់ជាងគេហើយនេះកម្មទៀតគេហៅហត់អី plates កន្លែងចតឡាននៅក្រោមអញ្ចឹងយើងបន្តទៅមុខទៀតឡើងចដាទៀតកន្លែងនេះគេហៅថា Minerva Terrace ទឹកក្តៅហូរមកពីលើនោះកន្លែងនោះហុយផ្សែងតឡមរូបចម្លាក់ដ៏រស់ព្រោះអីមួយឆ្នាំទៅមួយឆ្នាំមានការផ្លាស់ប្រែ so living sculpture because this changing and when we get up here there's a split to the right or to the left see different things we're gonna take the right so Mammoth Hot Spring តាមមួយ Mammoth Hot Springs
មានទាំងហាំទឹកចេញមកច្រើន Springs ហ្នឹងគឺទាំងហាំទឹកប៉ុន្តែទឹកនេះគឺចេញពីក្នុងដីមកក្តៅខ្លាំងជាងទឹកពុះកន្លែងនេះខេត្តតកវាតកនៅពីលើឥឡូវទំលលាអស់ទេផ្លូវខ្លះនៅបិទនៅឡើយមិនទាន់បើកយើងទៅមើល Hot Springs 2នៅកន្លែងនេះទៅចិត្តតិចសិន There is folks Hot Springs living Hot Springs so sound like waterfall គឺទឹកធ្លាក់ទឹកនឹងបាញ់ចេញពីក្នុងដីមកនៅស្នូលផែនដីគឺភ្លើងឆេះបានជាទឹកពុះដូចទឹកពុះហើយយកមកលើចេះរហូតហើយពណ៌នេះសម្រាប់ម្ដងទៀតដែលមានពណ៌បៃតងឬផ្កាឈូកគឺមីក្របខ្លះវាចូលចិត្តក្តៅវារស់នៅនឹងបានជាមានពណ៌ហ្នឹងមីក្របផ្សេងគ្នាហើយដូចកម្មចដាដូចចានមកត្រុតពួកអីសិតតែថ្មហើយហូរមកវាមាន calcium ចិត្ត1រ៉តចិត្តស្អីទៅវារឹងគឺរឹងដូចថ្មដូចស៊ីម៉ង់អញ្ចឹងនេះដង្ហើមទឹកមួយទៀតនៅខាងស្ដាំហើយកន្លែងនេះគេខំធ្វើដាក់រៀនហាលដូចរៀនហាលកន្លែងនេះថ្មីឡើងស្អាតហើយតាមពិតបើយើងជិះអតេសពីកាមករួចហើយមើលកន្លែងនេះ it contain បងដូចចានណាទឹកហ្នឹងអត់ហៀមកសោះខាងនេះតែមានផ្លូវទៅមួយហើយវាដូចដោះអាចចឹងជាហៀងណាអត់ទៅណាមានកន្លែងណាហូរមួយទៅអត់ឃើញទេនៅក្រោមនេះមកទៅចឹងទឹកមួយចាននេះអត់ឃើញទៅណាទេមើលនៅក្រោមជើងយើងអត់ឃើញដែរនៅខាងនេះអត់ដឹងផ្លូវហូរទៅណាដែរធ្លាក់ចូលមកឃើញធ្លាក់ចូលមកឃើញចេញទៅវិញអត់ដឹងទៅចេញទៅតាមណាទេដើរទៅកន្លែងនោះគេបិទទៅនោះវីដេអូថតមិនចូលអស់ហើយព្រោះអីវាធំតើឡាវីដេអូម្ដងទៀតបង្ហាញពីក្រោមមកយ៉ាងដើរលើហើយកន្លែងនេះគឺស្អាតដើមឈើងាប់អស់ក៏ដាក់ចូលក្នុងទេសភាពទៅស្អាតដែរហើយនោះមានកន្លែង hot spring មួយទៀតទឹកក្តៅដែរនៅលើនោះយ៉ាងហ្នឹងទៅក្រោយខ្នងនេះប្រចាំថ្ងៃបន្តិចប៉ុន្តែក៏ស្អាតដែរឃើញភ្នំនៅលើនៅមានតកក់នៅឡើយហើយភ្នំដែរនៅខាងនោះសិតតែតកក់ដែរព្រោះអីវាខ្ពស់ក្នុងម៉ាប់នេះគេប្រាប់យើងដល់ណាហើយកុំឲ្យយើងវែងនេះខាងលើកន្លែងយើងមើលមិញហ្នឹងប៉ុនខាងលើគេបាត់កន្លែងនេះឲ្យចូលទេព្រោះត្រូវចុះជុលប៉ុន្តែមានកន្លែងទឹកចេញលើទៀតដែលយើងមិនបានឃើញខាងក្រោមនេះដូចទឹកធ្លាក់ចេញមកមិនយើងឃើញតែមួយខាងក្រោមនេះទេកន្លែងនេះនៅមានតកក់នៅឡើយលើយើងដើរទៅលើទៀតមើលអាមួយចេញផ្សែងនៅលើនោះទេសភាពមួយយ៉ាងនៅលើនេះមានដំណាំតូចក៏ផ្កាដែរប៉ុន្តែច្រើននោះគឺស្នាមជើងខ្លាឃ្មុំស្នាមជើងខ្លាឃ្មុំ
Beaver ឬ Groundhog Groundhog ឯង Hello there Hello there Boo អត់ខ្លាចសោះមកដល់លើហើយនៅលើនេះមានកន្លែងមួយថ្មីទៀតគេហៅថាកន្លែងដង្ហើមទឹកថ្មីពណ៌ខៀវ New Blue Spring មិនចង់ភ្លៀងហើយយើងក៏ដើរដល់លើដែរហើយចុះទៅវិញមកទៅកន្លះម៉ោងភ្លៀងតិចតិចដើមឈើខំដួលងើបវិញដើមឈើនេះដូចដែតអូខេគេហៅ Blue Spring គឺ Blue Man ពណ៌វាខៀវមែនទឹកពណ៌ខៀវ Bài tong. បៃតងពណ៌ខៀវយើងមិនតាន់បានឃើញច្រើនផងទៅដល់កន្លែងនេះហើយនេះ Blue Spring ហ្នឹង